โดย secret ได้សម្រាយដោយលោកគ្រូតនសុបិននៅវគ្គ2តើមានអត្ថន័យយ៉ាងណាដែរខ្ញុំជឿថាអត្ថន័យពិតជាល្អខ្លាំងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅតាមដានដែលសម្រាយដោយលោកគ្រូតនសុបិនដដែលដោយ secret វគ្គ3តើបងប្អូនទាំងអស់គ្នាទៅតាមដានជាមួយនឹងបុស្បាឥឡូវយើងចាប់ផ្ដើមបងប្អូនគ្នាយើងមានចំណុចវិជ្ជមានច្រើនចំពោះលទ្ធផលនិងគោលដៅរបស់យើងហើយយើងនឹងព្យាយាមទាក់ទាញមនុស្សវិជ្ជមានប្រព្រឹត្តវិជ្ជមាននិងកលៈទេសៈពួកយើងហាក់ដូចជាផ្ទុយទៅនឹងគោលដៅរបស់ពួកយើងគឺជារឿងមួយដែលគួរឲ្យខឹងខ្លាំងណាស់ពីព្រោះថាពួកយើងចង់ទាក់ទាញចំណុចអវិជ្ជមានទៅជាវិជ្ជមានចំណុចអវិជ្ជមានអ្នកប្រកាសជាខឹងចំណុចវិជ្ជមាននិងកលៈទេសៈដែលខឹងដូចនេះទីបំផុតធ្វើឲ្យលោកអ្នកអាចទាញឧបមាថាលោកអ្នកកាន់អ្វីមួយដោយមិនដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយនេះហើយគឺជាហេតុផលលំបាកបើសិនជាលោកជំនាញនិងកលៈទេសៈដែលខាងដូចនេះទីបំផុតធ្វើឲ្យលោកអ្នកអាចទាញឧបមាថាលោកអ្នកកាន់អ្វីមួយដោយមិនដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយនេះហើយគឺជាហេតុផលលំបាកបើសិនជាលោកអ្នកពិនិត្យបានច្បាស់ពេលដែលតាក់ទងទៅនឹងអាកំបាំងអំណាចនៃទឹកចិត្តរបស់យើងអំណាចនៃការចាប់អារម្មណ៍នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងថាជំវិញខ្លួនយើងអ្វីៗត្រូវបើកភ្នែករបស់យើងហើយពិនិត្យលោកអ្នកឃើញថាច្បាប់នៃការតាក់ទាញគឺមានបង្កប់នៅក្នុងសង្គមរបស់លោកអ្នកបើសិនជាលោកអ្នកបានឃើញអ្នកដែលចូលចិត្តនិយាយអំពីជំនាញភាគច្រើនប្រកាសជាមានលោកអ្នកឃើញពីអ្នកនិយាយអំពីភាពរីកចម្រើនប្រកាសជាមានច្បាប់នៃការតាក់ទាញគឺមាននៅគ្រប់បាទអញ្ចឹងនៅកន្លែងនេះក៏ចង់និយាយថាច្បាប់នៃការស្រូបទាញហ្នឹងវានៅគ្រប់កន្លែងហេតុអីបានជាគាត់បាននិយាយថាច្បាប់នៃការតាក់ទាញហ្នឹងវានៅគ្រប់កន្លែងដោយសារតែអញ្ចឹងគាត់បាននិយាយថាបើសិនជាអ្នកទៅមន្ទីរពេទ្យអ្នកនឹងឃើញមនុស្សជាច្រើនតែងតែនិយាយអំពីជំងឺមានន័យថាពួកគាត់ទាំងអស់គ្នាហ្នឹងបានទៅជួបគ្នានៅកន្លែងហ្នឹងឯងដែលជាកន្លែងពួកគាត់ទាំងអស់គ្នាហ្នឹងបានទៅជួបគ្នាហើយតែងតែនិយាយរឿងរ៉ាវដូចគ្នាបាទបើសិនជាអ្នកទៅកន្លែងសាកលវិទ្យាល័យកន្លែងសិក្សារៀនសូត្រនោះអ្នកនឹងឃើញតែពួកគាត់នឹងនិយាយអំពីអីនិយាយអំពីការសិក្សារៀនសូត្រហ្នឹងឯងអញ្ចឹងមានថាច្បាប់នៃការតាក់ទាញច្បាប់នៃការស្រូបទាញវាមាននៅគ្រប់កន្លែងបាទឲ្យតែមានជីវិតរបស់មនុស្សគឺតែងតែមានច្បាប់នៃការតាក់ទាញនៅគ្រប់ខណៈពេលទាំងអស់បាទកន្លែងហ្នឹងក៏ចង់និយាយអញ្ចឹងណាទីកន្លែងនៅជុំវិញខ្លួនរបស់លោកអ្នកបើសិនជាលោកអ្នកយល់ពីអ្វីវាជាប់តាក់ទងជាមួយលោកអ្នកវាប្រៀបដូចជាមេដៃតាក់ទាញនឹងការគិតជាមួយនឹងមនុស្សតាក់ទាញព្រឹត្តិការណ៍បែបបាត់នៃជីវិតតាមពិតលោកអ្នកនាំចូលមកក្នុងបទពិសោធន៍លោកអ្នកពំនាំមកដោយសារតែនេះជាច្បាប់នៃការតាក់ទាញខ្ញុំចង់បាទហើយខ្ញុំចង់បន្ថែមកន្លែងហ្នឹងបន្តិចហើយគាត់បាននិយាយថារឿងរ៉ាវហេតុការណ៍ទាំងឡាយគឺអ្នកខ្លួនឯងនឹងឯងគឺជាមជ្ឈមណ្ឌលកណ្ដាលនៅក្នុងការតាក់ទាញអូសទាញរឿងរ៉ាវហេតុការណ៍ទាំងឡាយនោះឲ្យចូលមកកាន់ខ្សែជីវិតផងយើងមានន័យថាគឺយើងនឹងឯងជាអ្នកបង្កើតនៅរាល់អ្វីគ្រប់យ៉ាងឧទាហរណ៍ថាបើសិនជាគ្មានយើងទេអ្វីទាំងអស់នោះក៏វាគ្មានដែរអញ្ចឹងគឺមានន័យថាយើងនឹងគឺជាចក្រវាលមួយដែលមានអត្តភាពបាទខ្លាំងជាងគេបំផុតមានន័យថាយើងនឹងគឺជាមជ្ឈមណ្ឌលកណ្ដាលនិយាយថាខ្ញុំមិនបាននិយាយជាមួយលោកអ្នកទៅតាមទស្សនៈមួយនៃការគិតនោះទេគឺការស្រមើស្រមៃឬក៏ភាពឈួតអេលាខ្ញុំនិយាយជាមួយលោកអ្នកតាមមូលដ្ឋានស៊ីជម្រៅដែលគួរតែយល់ទំហំនៃរាងកាយគឺចាប់ផ្ដើមរាប់ពីរបស់កំហើញទាំងនោះបាទហើយកន្លែងនេះគាត់បាននិយាយថាការដែលគាត់កំពុងតែធ្វើការរៀបរាប់ទៅទងជាមួយនឹងច្បាប់នៃការតាក់ទាញហ្នឹងវាមិនមែនជារឿងសម័យឈួតលីលាដែលអ្នកមើលទៅហាក់បីដូចជារឿងភោកុហកដូចជាការបោកប្រាស់អញ្ចឹងប៉ុន្តែគាត់បាននិយាយថានេះមិនមែនជាការនិយាយលេងសើចទេហើយក៏កុំគិតថាពួកគាត់នឹងឈួតដែរបាទព្រោះយើងតែងតែឃើញមនុស្សជាច្រើនគាត់តែងតែគិតថាអ្នកដែលរៀនទៅទងជាមួយនឹងច្បាប់នៃការស្រូបទាញហ្នឹងវាហាក់បីដូចជាឈួតដោយសារតែមើលទៅពួកគាត់ទាំងអស់ហ្នឹងធ្វើអីប្លែកដូចជាការកុហកខ្លួនឯងក៏ដូចជាពួកគាត់មិនតាន់មានអីទេប៉ុន្តែពួកគាត់ធ្វើហាក់បីដូចជាមានអញ្ចឹងកន្លែងហ្នឹងឯងដែលយើងមើលទៅពួកគាត់អ្នកដែលរៀនទៅទងជាមួយនឹងច្បាប់នៃការស្រូបទាញហ្នឹងហាក់បីដូចជាមនុស្សឈួតអញ្ចឹងកន្លែងហ្នឹងគាត់ចង់មានថាអញ្ចឹងហើយមួយទៀតគាត់បាននិយាយថាច្បាប់នៃការស្រូបទាញហ្នឹងគឺពួកគាត់បានធ្វើការសិក្សាស្រាវជ្រាវតាមបែបទស្សនវិជ្ជាជាន់ខ្ពស់បាទមិនមែនជារឿងសម័យឬក៏ជាការប្រឌិតឡើងនោះទេខ្ញុំចង់និយាយថាលោកអ្នកប្រកាសជាមិនអាចឃើញចក្រវាលទេបើសិនជាលោកអ្នកមិនបានចូលទៅដល់ចិត្តតាមពិតវាគឺជារូបរាងមួយវាគឺជាបញ្ហាមួយដែលបានអញ្ចឹងកន្លែងនេះគឺអស្ចារ្យមែនទែនគាត់បាននិយាយថាអ្នកនឹងមិនអាចយល់អំពីចក្រវាលមានន័យថាអ្នកក៏នឹងគ្មានថ្ងៃយល់អំពីច្បាប់នៃការស្រូបទាញដែរបើសិនជាអ្នកមិនបានយល់ទៅទងជាមួយនឹងដំណើរនៃការគិតខ្លួនឯងព្រោះច្បាប់នៃការស្រូបទាញវាធ្វើការជាមួយនឹងការគិតផងយើងបាទអញ្ចឹងគាត់និយាយថាយើងគ្មានថ្ងៃយល់ទេបើសិនជាយើងមិនបានយល់ទៅទងជាមួយនឹងគំនិតខ្លួនឯងថាខ្លួនឯងនឹងចង់ស្អីឲ្យប្រកបឬក៏ព្រមអនុញ្ញាតឲ្យរឿងរ៉ាវហេតុការណ៍មួយណាដែលចូលមកខ្សែជីវិតផងយើងនឹងជាអត្តភាពបង្កើតឡើងតែប៉ុណ្ណោះបើសិនជាលោក
បើសិនជាលោកអ្នកមិនយល់មិនមែនមានន័យថាលោកអ្នកបដិសេធទេលោកអ្នកនៅមិនយល់ពីចរន្តគ្រឿងឲ្យបានត្រឹមត្រូវជាដំបូងអត់មានអ្នកណាដឹងថាអគ្គិសនីជាអ្វីទេតែលោកអ្នករីករាយដែលទទួលបានផលប្រយោជន៍ពីវាលោកអ្នកដឹងថាវាមានប្រសិទ្ធភាពទេខ្ញុំអត់ដឹងថាវាមានប្រសិទ្ធភាពទេខ្ញុំពិតជាដឹងថាអ្នកអាចប្រើប្រាស់ចរន្តអគ្គិសនីចម្អិនម្ហូបអាហារបានហើយលោកអ្នកក៏អាចចម្អិនមនុស្សបានដូចគ្នាដែរបានចឹងកន្លែងនេះគាត់ចង់បានន័យថាបើទោះបីជាអ្នកមិនបានយល់ឲ្យស៊ីជម្រៅតែតូនជាមួយនឹងច្បាប់នៃការស្រូបទាញនឹងក៏ដោយប៉ុន្តែអ្នកក៏មិនអាចធ្វើការបដិសេធថាច្បាប់មួយនឹងវាពុំមាននោះទេហើយគាត់បានឧទាហរណ៍ថាបើទោះបីជាអ្នកមិនបានយល់ឲ្យស៊ីជម្រៅតែតូនជាមួយនឹងដំណើរការនឹងចរន្តរបស់អគ្គិសនីប៉ុន្តែយើងឃើញថាបើទោះបីជាអ្នកយល់ឬក៏មិនយល់ក៏ដោយអ្នកក៏នៅតែមានសិទ្ធិនៅក្នុងការទទួលបានផលអំពីចរន្តនៃអគ្គិសនីនឹងរួចបាត់ទៅហើយតាមរយៈនៃការប្រើប្រាស់ជាប្រចាំថ្ងៃហើយលោក Bob Proctor ហ្នឹងគាត់បាននិយាយថាសូម្បីតែគាត់ខ្លួនឯងហ្នឹងក៏គាត់មិនដឹងថាដំណើរនឹងចរន្តនៃអគ្គិសនីហ្នឹងវាធ្វើការបែបមិនដែរប៉ុន្តែគាត់គ្រាន់តែដឹងថាគាត់អាចប្រើប្រាស់វាបានហើយនឹងអាចយកវាហ្នឹងមកចម្អិនមនុស្សក៏បានដែរបាទមនុស្សគឺមមាញឹកនៅពេលមួយដែលពួកគេចាប់ផ្ដើមយល់កម្ពុជានៃអាថ៌កំបាំងដែលពួកគេភ័យខ្លាចគំនិតអវិជ្ជមានរបស់ពួកគេទាំងនេះបញ្ហាពីរដែលលោកអ្នកគួរតែដឹងមួយគឺជាការបញ្ជាក់ទៅលើវិទ្យាសាស្ត្រដែលជាគំនិតស្របដែលថាវាមានអានុភាពរាប់រយដងលើសពីគំនិតអវិជ្ជមានដូច្នេះអ្វីដែលលោកអ្នកគួរតែបារម្ភជាងគេនៅពេលនេះគឺសីតុណ្ហភាពយើងរស់នៅកន្លែងមួយពេលវេលាបណ្ដោះអាសន្នជាកាប់តិចណាស់វាស័ក្តិសមទៅនឹងលោកអ្នកមិនត្រូវការបរិស្ថានដែលជួយឲ្យគំនិតរបស់លោកអ្នកកាន់តែរីកចម្រើនភ្លាមៗនោះទេបានចឹងកន្លែងនេះគាត់ចង់មានន័យថារាល់គំនិតទាំងឡាយបាទដែលជាគំនិតវិជ្ជមានវាមានអានុភាពខ្លាំងជាងគំនិតអវិជ្ជមាននឹងឆ្ងាយណាស់បាទអញ្ចឹងកន្លែងហ្នឹងបានជាគេដាក់សត្វដំរីគឺជាការប្រៀបធៀបទេផុសតាមវិវេកហើយចូលមកដល់តែជារឿងរ៉ាវដ៏ល្អដូច្នេះលោកអ្នកចង់ធ្វើជាអ្នកដឹងលើម្ចាស់គំនិតរបស់ខ្លួនឯងលោកអ្នកចង់ជ្រើសរើសគំនិតខ្លួនឯងដោយប្រុងប្រយ័ត្នហើយលោកអ្នកចង់និស័យសប្បាយជាមួយនឹងវាពីព្រោះលោកអ្នកគឺជាម្ចាស់ជីវិតរបស់លោកអ្នកគឺជាអ្នកគ្រប់គ្រងជីវិតរបស់លោកអ្នកកិច្ចការទាំងអស់គឺស្ថិតនៅលើលោកអ្នកហើយលោកអ្នកធ្វើជាមួយនឹងគំនិតផ្ទាល់ខ្លួនបានចឹងកន្លែងនេះគាត់បាននិយាយថាអ្នកគឺជាអ្នកដែលមានសមត្ថភាពនៅក្នុងការគ្រប់គ្រងទៅលើខ្សែជីវិតខ្លួនឯងព្រោះរាល់គំនិតទាំងឡាយគឺត្រូវបានគ្រប់គ្រងទៅដោយអ្នកនឹងឯងមេដឹកនាំកាលពីអតីតកាលដែលមានអាថ៌កំបាំងចង់ថែរក្សាអំណាចនេះមិនមែនចែករំលែកអំណាចទេដូច្នេះពួកគេមិនចង់ឲ្យមនុស្សដឹងពីអាថ៌កំបាំងនេះទេពួកគេធ្វើការងារផ្ទាល់ខ្លួនពួកគេមកដល់ផ្ទះអត់មានអំណាចទេពីព្រោះថាអំណាចរបស់ពួកគេនោះត្រូវបានរក្សាទុកនៅកន្លែងផ្សេងពួយបានចឹងកន្លែងនេះគឺអស្ចារ្យមែនទែនគឺពួកគាត់បានលើកឡើងទាក់ទងជាមួយនឹងដំណើរនៃភាពជោគជ័យរបស់បុគ្គលអស្ចារ្យទាំងឡាយឬក៏បុគ្គលអច្ឆរិយៈទាំងឡាយដែលមាននៅក្នុងប្រវត្តិសាស្ត្រហើយគាត់បានបន្តទៀតថាដែលពួកគាត់អាចធ្វើរឿងរ៉ាវអស្ចារ្យទាំងអស់ហ្នឹងបានគឺស្ទើរតែស្ថិតនៅក្រោមច្បាប់នៃការស្រូបទាញនឹងទាំងអស់ហើយភាគច្រើនពួកគាត់ទាំងអស់ហ្នឹងគឺមិនចង់បង្ហាញច្បាប់មួយហ្នឹងទៅកាន់មនុស្សទេព្រោះគាត់ដឹងថាច្បាប់មួយនេះគឺវាមានអានុភាពខ្លាំងណាស់អញ្ចឹងគឺហាក់បីដូចជាអាត្មានិយមមួយចង់ថាពួកគាត់ហ្នឹងគឺចង់លាក់បាំងច្បាប់មួយហ្នឹងព្រោះច្បាប់មួយហ្នឹងវាមានអំណាចនិងធម៌ពលខ្លាំងហើយគេបានបញ្ជាក់ទៀតថាពួកគាត់ទាំងអស់ហ្នឹងគឺយើងគ្រាន់តែមើលសវកក្រៅគឺហាក់បីដូចជាមនុស្សសាមញ្ញធម្មតាព្រោះពួកគាត់បន្ទាប់ពីធ្វើការហើយពួកគាត់មកផ្ទះវិញអញ្ចឹងពួកគាត់ប្រើជីវិតសាមញ្ញធម្មតាប៉ុន្តែអំណាចធម៌ពលទាំងអស់ហ្នឹងវាបានបង្កប់នៅពីខាងក្រោយខ្លួនរបស់ពួកគាត់គឺតាមរយៈនៃការប្រើប្រាស់សម្ព័ន្ធភាពនៃការគិតនឹងឯងពួកយើងរស់នៅក្នុងចក្រវាលដែលមានច្បាប់ទម្លាប់ជំនាញបើសិនជាលោកអ្នកធ្លាក់ពីលើអាគារនោះវាអត់បញ្ហាទេមិនថាលោកអ្នកជាមនុស្សល្អឬក៏អាក្រក់ទេក៏លោកអ្នកធ្លាក់មកដល់អីដែរបានអញ្ចឹងកន្លែងនេះគាត់ចង់បានន័យថាច្បាប់នៃការស្រូបទាញវាអត់មានចិត្តសាស្ត្រវាអត់ប្រកាន់ពូជសាសន៍ថាតើអ្នកគឺជានរណាទេបាទប្រៀបបានដូចជាច្បាប់ទំនៀមសកលរបស់ផែនដីដែរមានន័យថាបើសិនជាអ្នកធ្លាក់អំពីអាគារមួយយ៉ាងខ្ពស់មិនថាអ្នកគឺជាមនុស្សល្អឬក៏ជាមនុស្សអាក្រក់នោះទេអ្នកត្រូវតែស្លាប់ដូចគ្នាបាទគឺមានថាអ្នកត្រូវតែធ្លាក់មកហើយគឺស្លាប់ដូចគ្នាអត់ប្រកាន់ទេបាទអញ្ចឹងច្បាប់នៃការស្រូបទាញវាដូចគ្នាវាអត់ប្រកាន់ថាអ្នកគឺជាមនុស្សល្អអ្នកគឺជាមនុស្សអាក្រក់នោះទេសំខាន់ឲ្យតែអ្វីទាំងឡាយណាដែលអ្នកតែងតែគិតញយម្ដងហើយម្ដងទៀតនោះគឺមានថានោះគឺជាអ្វីដែលអ្នកបានជ្រើសរើសនៅក្នុងចិត្តរបស់អ្នករួចបាត់ទៅហើយបើទោះបីជាអ្នកធ្វើការបដិសេធដោយពាក្យសម្ដីថាខ្ញុំមិនចង់បានវាទេប៉ុន្តែយើងផ្ដោតការគិតផងយើងអញ្ចឹងអាកន្លែងពាក្យថាអ្នកបានទទួលយកវានឹងដោយមិនដឹងខ្លួនហ្នឹងគឺតាមរយៈនៃការគិតផងយើងញយនឹងឯង
គ្រប់យ៉ាងដែលស្ថិតនៅជុំវិញលោកអ្នកពេលនេះជាជីវិតរបស់លោកអ្នករួមទាំងសម្ភារៈដែលលោកអ្នកតែងតែទូតែដែលលោកអ្នកតាក់ទាញគ្រាន់តែមើលក៏អាចដឹងច្រើនជាងអ្វីដែលលោកអ្នកមិនចង់ឮហើយលោកអ្នកនិយាយព្រាមថាខ្ញុំមិនចាប់អារម្មណ៍នឹងឧបទ្ទហេតុរថយន្តទេខ្ញុំមិនចាប់អារម្មណ៍នឹងមួយរបស់ខ្ញុំទេមិនចាប់អារម្មណ៍នឹងបំណុលទេខ្ញុំមិនចាប់អារម្មណ៍ទេទោះបីវាមានបាទយើងឃើញនៅក្នុងខ្សែភាពយន្តនេះគាត់បានបង្ហាញថាមនុស្សភាគច្រើនតែងតែធ្វើការបដិសេធនៅអ្វីដែលខ្លួនមិនចង់បានហើយគិតថានោះគឺជាអ្វីដែលពួកគេនឹងធ្វើការរុញច្រានចោលទៅនៅក្នុងច្បាប់នៃការស្រូបទាញបាទ The Secret ហ្នឹងគឺគេបានបញ្ជាក់ថាវាមិនមែនបែបហ្នឹងទេអ្វីដែលសំខាន់គឺអ្នកមានការប្រតិកម្មអ្នកប្រើប្រាស់អារម្មណ៍នៃភាពមួម៉ៅរបស់អ្នកអញ្ចឹងអារម្មណ៍នៃភាពមួម៉ៅនេះឯងដែលយើងបំលែងទៅជាភាសារបស់ខួរក្បាលគឺមានន័យថាអ្នកចង់ជួបវាណាអ្នកចង់ឃើញវាណាអ្នកចង់បានវាណាឃើញទេហើយនៅក្នុងហ្នឹងគេបាននិយាយថាខ្ញុំមិនបានតាក់ទាញឲ្យឡានហ្នឹងវាមានគ្រោះថ្នាក់ឯណាឃើញទេខ្ញុំមិនចង់តាក់ទាញឲ្យឡានហ្នឹងវាមានគ្រោះថ្នាក់ឯណាប៉ុន្តែអារម្មណ៍នៃភាពច្បោកច្បល់អារម្មណ៍ដែលយើងបានបញ្ជូនទៅគឺជាអារម្មណ៍អវិជ្ជមានបាត់ទៅហើយអញ្ចឹងនៅពីខាងក្រោយពាក្យសម្ដីហ្នឹងគឺជាអារម្មណ៍មួយប្រភេទមិនមែនជាអារម្មណ៍បែបមានទំនុកចិត្តទេគឺជាអារម្មណ៍នៃការធ្លាក់ចុះចូលទៅកាន់ផ្នែកអវិជ្ជមានមានអ្វីកើតឡើងក៏ដោយលោកអ្នកមានអ្វីត្អូញត្អែរខ្ញុំតំណាងមុខមាត់របស់លោកអ្នកហើយខ្ញុំនិយាយថាលោកអ្នកប្រកាសជាចាប់អារម្មណ៍នេះគឺជាគំនិតរំបាំងបាទចាប់ឲ្យបានកន្លែងនេះគាត់បាននិយាយថាបើទោះបីជាអ្នកធ្វើការបដិសេធយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំសូមឆ្លើយថាអ្នកនឹងឯងគឺជាអ្នកអូសទាញរឿងរ៉ាវហេតុការណ៍ទាំងឡាយហ្នឹងឲ្យចូលមកកាន់ជីវិតរបស់អ្នកគឺអ្នកនឹងឯងគឺយើងខ្លួនឯងនឹងឯងមិនមែនជាមជ្ឈដ្ឋានខាងក្រៅស្អីទេដែលយើងកំពុងតែឃើញហ្នឹងវាគ្រាន់តែជាការបំភាន់ទេប៉ុន្តែយើងនឹងឯងបាទយើងនឹងឯងគឺជាមជ្ឈមណ្ឌលកណ្ដាលគឺជាអំណាចធម្មពលដែលអាចធ្វើឲ្យអ្វីទាំងឡាយនៅខាងក្រៅហ្នឹងបាទប្រែប្រួលកលបចាក់អីបានលោកឲ្យអ្វីទាំងឡាយនៅខាងក្រៅហ្នឹងបាទប្រែប្រួលកលបចាក់អីបានលោកអ្នកហើយខ្ញុំនិយាយថាលោកអ្នកប្រកាសជាចាប់អារម្មណ៍នេះគឺជាគំនិតលំបាកមួយដែលលោកអ្នកត្រូវតែទទួលយកប៉ុន្តែនៅពេលដែលលោកអ្នកទទួលយកនៅជីវិតរបស់លោកអ្នកប្រែប្រួលនេះគឺជាផ្នែកមួយនៃកំពូលអាតកំបាំងបាទអញ្ចឹងគាត់បាននិយាយថាដំណើរការដំបូងបើសិនជាអ្នកចង់ផ្លាស់ប្ដូរកែប្រែទៅនឹងជាមួយនឹងច្បាប់នៃការស្រូបទាញហ្នឹងគឺបើទោះបីជាអ្នកធ្វើការបដិសេធក៏ដូចជាពិបាកនៅក្នុងការទទួលយកថារឿងរ៉ាវហេតុការណ៍ទាំងឡាយដែលនៅខាងក្រៅខ្ញុំមិនមែនជាអ្នកបង្កើតឯណាអញ្ចឹងគឺមានថាយើងតែងតែធ្វើការបដិសេធចោលទៅជាមួយនឹងអ្វីដែលយើងមិនចង់បានអ្វីដែលមានការប្រែប្រួលខុសពីបំណងប្រាថ្នារបស់យើងប៉ុន្តែគាត់បានប្រាប់ថាសូមឲ្យអ្នកធ្វើការជ្រើសរើសគឺមានថាសូមឲ្យអ្នកគិតថារឿងរ៉ាវហេតុការណ៍ទាំងឡាយហ្នឹងក៏ជាចំណែកមួយនៃអ្នកដែរគឺយើងនឹងឯងគឺជាអ្នកអូសទាញគឺជាអ្នកបង្កើតឡើងហើយបន្តមកទៀតក៏បាននិយាយថាបន្ទាប់ពីអ្នកបានស្ម័គ្រចិត្តថារឿងរ៉ាវហេតុការណ៍ទាំងឡាយហ្នឹងគឺខ្ញុំខ្លួនឯងជាអ្នកបង្កើតនឹងគឺមានថាអ្នកចាប់ផ្ដើមចូលទៅដល់ជំហានទី1នៃអាចកំបាំងហើយមានន័យថាអ្នកចាប់ផ្ដើមរកឃើញប្រភពនៃបញ្ហាពិតបន្ទាប់ពីអ្នកដឹងថារឿងរ៉ាវហេតុការណ៍ទាំងឡាយហ្នឹងគឺអ្នកនឹងឯងជាអ្នកបង្កើតនឹងមានថាអ្នកក៏មានសិទ្ធិនៅក្នុងការបង្កើតរឿងរ៉ាវទាំងឡាយនៅខាងក្រៅហ្នឹងឲ្យវាល្អប្រសើរឡើងជាងនឹងដែរអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់ថាបើសិនជាអ្នកមិនព្រមទទួលស្គាល់ថារឿងរ៉ាវទាំងឡាយដែលបានកាត់ឡើងហ្នឹងគឺជាចំណែកមួយនៃខ្លួនអ្នកទេអញ្ចឹងមានន័យថានោះអ្នកកំពុងតែដើរប្រះចាកនៃអាចកំបាំងមួយនេះហើយដោយឡែកបើសិនជាអ្នកព្រមតែទទួលថារឿងរ៉ាវហេតុការណ៍ទាំងឡាយហ្នឹងគឺមានចំណែករបស់អ្នកដែរនោះគឺមានថាអ្នកបានឈានចូលទៅក្នុងកំពូលអាចកំបាំងមួយហ្នឹងហើយបាទពួកយើងភាគច្រើនតាក់ទាញនឹងការខុសដូចជាគិតថាយើងអត់មានការគ្រប់គ្រងនៅលើវាទេគំនិតរបស់គេស្ថិតនៅលើបញ្ហាយន្តហោះស្វ័យប្រវត្តិដូច្នេះអ្វីដែលកើតឡើងដោយសារតែកំហុសពេលនេះបើសិនជាលើកទី1ដែលលោកអ្នកបានស្ដាប់វាអាចនឹងមានអារម្មណ៍ថាខ្ញុំគួរតែគ្រប់គ្រងគំនិតរបស់ខ្ញុំវាអាចជាកិច្ចការមួយស្មុគស្មាញពេលដំបូងវាអាចជាជាងមែនប៉ុន្តែវាគឺជារឿងមួយរីករាយទៅវិញទេពួកយើងមិនបានលើកទឹកចិត្តឲ្យលោកអ្នកគ្រប់គ្រងគំនិតរបស់ខ្លួនទេការធ្វើបាទហើយតើតោងជាមួយនឹងជំហានបន្ទាប់ពីអ្នកដឹងតើតោងជាមួយនឹងច្បាប់នៃការស្រូបទាញហើយបន្តមកទៀតអ្នកបែរជាមានការព្រួយបារម្ភថាអូបើសិនជាអញ្ចឹងមែនតើខ្ញុំគួរតែធ្វើការគ្រប់គ្រងទៅលើគំនិតរបស់ខ្ញុំនឹងគ្រប់ពេលឬយ៉ាងណាហើយបន្តមកទៀតក៏អ្នកស្រី Esther Hicks គាត់បានបញ្ជាក់ថាពួកគាត់មិនគ្រប់គ្រងទៅលើអ្នកដែលធ្វើការគ្រប់គ្រងរាល់គំនិតទាំងអស់ហ្នឹងទេព្រោះគំនិតទាំងអស់ហ្នឹងវាកាត់ឡើងច្រើនណាស់រាប់ម៉ឺនរាប់សែននៃគំនិតនៅក្នុងមួយថ្ងៃបើសិនជាអ្នកហ៊ានតែធ្វើការគ្រប់គ្រងទៅលើវានោះអ្នកនឹងអាចឈួតបានដោយឡែកតើយើងមានវិធីសាស្ត្រណាផ្សេងលើសពីនឹងដែរទេហើយបន្តមកទៀតបាទសូមមើលវីដេអូធ្វើបែបនេះវាអាចធ្វើឲ្យអ្នកឈ្មោះពីព្រោះវាមានគំនិតច្រើនណាស់មកពីច្រកផ្សេងៗចូលមកក្នុងខ្លួនរបស់លោកអ្នកហើយវាក៏មានប្រធានបទផ្សេងៗជាច្រើនដែរនេះហៅថាប្រព័ន្ធដឹកនាំចូលមកក្នុងខ្លួនលោកអ្នកការរំជើបប្រព័ន្ធដឹកនាំគឺជាអ្វីដែលលោកអ្នកចង់យល់និងអ្វីដែលលោកអ្នកកំពុងគិតដូច្នេះគំនិតរបស់
ទេការធ្វើបែបនេះវាអាចធ្វើឲ្យអ្នកឈួត បាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមើលណានេះគឺជារូបភាពឡានអញ្ចឹងគឺមានន័យថាគំនិតផនយើងវាកើតឡើងអញ្ចឹងឯងបាទគឺអញញ៉ៃពេញនឹងឯងបើសិនជាបុគ្គលម្នាក់ពុំមានរបៀបនៅពុំមានការគិតឲ្យមានរបៀបទេគឺវាអញ្ចឹងឯងវាអញញ៉ៃអញ្ចឹងឯង ពីព្រោះវាមានទំនិញច្រើនណាស់មកពីច្រកផ្សេងៗចូលមកក្នុងខ្លួនរបស់លោកអ្នកហើយវាក៏មានប្រធានបទផ្សេងៗជាច្រើនដែរនេះហៅថាប្រព័ន្ធដឹកនាំចូលមកក្នុងខ្លួនលោកអ្នកការរំជើបរំជួលប្រព័ន្ធដឹកនាំគឺជាអ្វីដែលលោកអ្នកចង់យល់និងអ្វីដែលលោកអ្នកកំពុងគិត ដូច្នេះគំនិតរបស់លោកអ្នកវាជួយសម្របដល់អារម្មណ៍របស់លោកអ្នកការរំភើបគឺជាកដោមួយដែលមិនគួរឲ្យជឿមួយបាទឃើញទេកន្លែងនេះឯងគឺជាចំណុចសំខាន់ខ្ញុំតពីមិញតើយើងមានវិធីសាស្ត្រណាដែរទេនៅក្នុងការដឹងថាខ្លួនឯងនឹងនៅក្នុងចំណុចណាមួយនៃច្បាប់ស្រូបទាញបាទវិជ្ជមានឬក៏អវិជ្ជមានកន្លែងនេះគាត់បាននិយាយថាបើសិនជាអ្នកចង់ទៅគ្រប់គ្រងគំនិតខ្លួនឯងណាដែលវាកើតឡើងរាប់ពាន់រាប់ម៉ឺននៃគំនិតនៅក្នុងមួយថ្ងៃវាធ្ងន់ធ្ងរពេកហើយអញ្ចឹងគាត់ប្រាប់កលឹះចាគាត់ប្រាប់ថាសូមឲ្យអ្នកពិនិត្យមើលអារម្មណ៍របស់អ្នកវិញមានន័យថាបើសិនជាអ្នកសប្បាយចិត្តអ្នករីករាយមានន័យថានឹងឯងគឺជាច្បាប់នៃការស្រូបទាញបែបវិជ្ជមានមានន័យថាអ្នកកំពុងតែឈរនៅលើផ្លូវមួយនៃការតាក់ទាញរឿងរ៉ាវទាំងឡាយណាល្អៗហើយបើសិនជាផ្ទុយពីនឹងអ្នកអត់សប្បាយចិត្តវិញទេអ្នកអត់មានអារម្មណ៍រំភើបទេនៅក្នុងមួយថ្ងៃហ្នឹងអញ្ចឹងមានថាអ្នកកំពុងតែស្រូបទាញហេតុការណ៍រឿងរ៉ាវទាំងឡាយណាមិនល្អហើយមិនថាទុកនៅក្នុងថ្ងៃនេះឬក៏នៅក្នុងថ្ងៃមុខទៀតបាទមួយដែលយើងមានធ្វើឲ្យយើងអាចដឹងពីអ្វីដែលយើងតាក់ទាញវាមានចំណុចរំភើបពីរនៅក្នុងខ្លួនរបស់យើងមួយអារម្មណ៍បាទឃើញទេបាទគាត់បាននិយាយថាវាមានចំណុច2បាទដែលរំភើបនៅក្នុងជីវិតផងយើងបាទបន្តទៀតល្អមួយអារម្មណ៍ល្អលោកអ្នកថាវាគឺជាប្រភេទផ្សេងៗគ្នាប៉ុន្តែអ្វីដែលសំខាន់គឺជាអារម្មណ៍អវិជ្ជមានមិនថាលោកអ្នកគិតថាវាខុសឬក៏ខឹងឬមួយក៏មួម៉ៅនោះឬក៏អារម្មណ៍គិតច្រើនវាគ្មានអារម្មណ៍ល្អបញ្ហាទាំងអស់នេះការដឹកនាំនិយាយថានេះគឺជាអ្វីដែលកំពុងគិតនាពេលបច្ចុប្បន្នបើសិនបាទអញ្ចឹងខ្ញុំសូមបន្ថែមអត្ថន័យទៅកន្លែងហ្នឹងចង់និយាយថាឲ្យតែអារម្មណ៍ណាដែលធ្វើអ្នករំភើបបាទពាក្យថារំភើបហ្នឹងគឺសប្បាយចិត្តនឹងឯងសប្បាយចិត្តខ្លាំងណាអាហ្នឹងមានន័យថាអ្នកកំពុងតែឈរនៅលើខ្សែវិជ្ជមានតែបើផ្ទុយពីហ្នឹងដូចជាអ្នកមានសេចក្តីសោកខ្សឹបខ្សួលសេចក្តីទុក្ខទោមនស្សការជិតញើសចង្អល់ផ្លូវចិត្តក៏ដូចជាមានអារម្មណ៍មិនសប្បាយចិត្តមានថាហ្នឹងក៏ជាច្បាប់ស្រូបទីដែរប៉ុន្តែនោះគឺជាផ្នែកអវិជ្ជមានអញ្ចឹងបើយើងក៏លេចមើលទៅកន្លែងហ្នឹងគឺជាចំណុចមួយសំខាន់មែនទែនគឺយើងអ្នកប្រើប្រាស់ច្បាប់នៃការស្រូបទាញយើងដឹងថាខ្លួនឯងនឹងធ្លាក់ចុះឬក៏ឡើងបើខ្លួនឯងមានអារម្មណ៍ថាដូចជាមិនស្រួលដូចជាមានអារម្មណ៍ថាមួម៉ៅដោយមិនដឹងខ្លួននោះក៏មានថាច្បាប់នៃការស្រូបទាញកំពុងតែឈានទៅដល់ផ្លូវអវិជ្ជមានតែបើសិនជាអ្នកដឹងតែខ្លួនឯងមិនរំភើបមិនសប្បាយមានន័យថាអ្នកកំពុងតែឈរនៅលើផ្លូវវិជ្ជមាននឹងមានន័យថាគឺជាដំណើរការនៅក្នុងការផ្លាស់ប្ដូរខ្សែជីវិតផងយើងហើយវានៅតែកន្លែងហ្នឹងឯងបាទយើងមើលតែកន្លែងហ្នឹងទៅបានហើយមិនចាំបាច់ទៅព្យាយាមគ្រប់គ្រងគំនិតផងយើងនឹងរាប់ពាន់រាប់ម៉ឺននៃគំនិតទេជាមិនស្ថិតនៅក្នុងជួរអ្វីដែលលោកអ្នកចង់បានគំនិតមួយផ្សេងទៀតហៅថាប្រេកង់មិនល្អឬក៏រំញ័រអាក្រក់ឬក៏ស្រេចតែលោកអ្នកហឹកបាទអញ្ចឹងកន្លែងនេះគាត់បាននិយាយថាតើតូនជាមួយនឹងការដែលយើងមិនសប្បាយចិត្តបាទយើងមួម៉ៅអីទាំងអស់ហ្នឹងគឺយើងអាចនិយាយបានថាគឺជាអារម្មណ៍ដែលមានហ្វ្រេកង់មិនល្អបាទអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងថារាល់ការគិតទាំងអស់វាមានហ្វ្រេកង់ផងវាអញ្ចឹងវាមានហ្វ្រេកង់ល្អនិងហ្វ្រេកង់មិនល្អបាទពាក្យថា free កង់ហ្នឹងគេលោកបងប្អូនទាំងអស់គ្នាបាទចាប់មិនបានទៀតពាក្យថា free កង់ហ្នឹងគឺជាចំហាយនៃគំនិតដែលបានគិតទៅវាសាយភាយបាទសាយភាយដូចជានេះមើលណានេះគឺជាអ្វីដែលកំពុងគិតនាពេលបច្ចុប្បន្នបើសិនជាមិនស្ថិតនៅក្នុងជួរអ្វីបាទនេះនៅពេលដែលយើងគិតវាមានអាចំហាយសាយភាយហ្នឹងអាហ្នឹងគេឲ្យឈ្មោះថាគឺជា free កង់ហើយបាទដែលលោកអ្នកចង់បានគំនិតមួយផ្សេងទៀតហៅថាប្រេកង់មិនល្អឬក៏រំញ័រអាក្រក់ឬក៏ស្រេចតែលោកអ្នកហឹកមួយដាក់អារម្មណ៍ល្អគឺអារម្មណ៍ដែលមានសេចក្តីសុខឬក៏សេចក្តីស្រឡាញ់នេះជាអារម្មណ៍ល្អអារម្មណ៍វិជ្ជមានប្រព័ន្ធដឹកនាំនិយាយថាអ្វីដែលលោកអ្នកកំពុងគិតនៅពេលនេះគឺសម្រាប់ទៅតាមអ្វីដែលលោកអ្នកចង់បានដូច្នេះវាសាមញ្ញបំផុតនៅបាទអញ្ចឹងកន្លែងហ្នឹងគឺមានថាអារម្មណ៍ល្អអារម្មណ៍នៃភាពរីករាយអារម្មណ៍នៃការរំភើបនឹងឯងគឺជាអ្វីដែលអ្នកចង់បានទោះបីជាអ្នកគឺជាមនុស្សប្រភេទណាក៏ដោយគឺជាមនុស្សឈួតមនុស្សជាក៏ដោយគឺសិតតែចង់បានអារម្មណ៍បែបហ្នឹងបាទអារម្មណ៍នៃការរំភើបអារម្មណ៍នៃការរីករាយអញ្ចឹងបើសិនជាឃើញខ្លួនឯងកំពុងតែឈរនៅលើផ្លូវមួយហ្នឹងបាទអារម្មណ៍នៃការរំភើបអារម្មណ៍នៃការរីករាយហ្នឹងគឺមានន័យថានឹងឯងអ្នកកំពុងតែឈរនៅលើច្បាប់នៃការស្រូបទាញដ៏មានអានុភាពខ្លាំងបំផុតបាទទីនេះចម្លើយគឺអ្វីដែលចង់បាននៅពេលនេះលោកអ្នកប្រកាសជាមានអារម្មណ៍បែបណាខ្ញុំក៏មានអារម្មណ៍ល្អបែបអារម្មណ៍របស់យើងគឺជារចនាប័ទ្មបច្ចេកទេសមួយរបស់យើងមិនថាតាមដានឬក៏អត់ទេមិនថានៅក្នុងវគ្គឬក៏ក្រៅវគ្គទេលោកបាទអញ្ចឹងកន្លែងនេះគាត់ចង់ប្រាប់ថាអារម្មណ៍ផងយើងប្រៀបបានដូចជា sensor អញ្ចឹងពាក្យថា sensor គឺជាអ្នកផ្ដល់សញ្ញាឧទាហរណ៍ថាបើយើងនៅសុកយើងមិនចាំបាច់រកមូលហេតុថានៅមិញដូចជាគ្មានពីណាគេម្នាក់ធ្វើឲ្យយើង
មកធ្វើឲ្យយើងនឹងអត់សប្បាយចិត្តផងហេតុអីបានជាអត់សប្បាយចិត្តមិនចាំបាច់រកហេតុផលទេសំខាន់ឲ្យតែយើងមិនសប្បាយចិត្តអាហ្នឹងឯងគឺជាអារម្មណ៍ដែលវាប្រាប់ថាអ្នកកំពុងតែឈរនៅលើផ្លូវមួយដែលអ្នកមិនចង់បានហើយគឺឈរនៅលើច្បាប់នៃការស្រូបទាញបែបអវិជ្ជមានហើយបើសិនជានៅសុកក៏ដោយឲ្យអ្នកសប្បាយចិត្តឬក៏មានអារម្មណ៍រំភើបមានថាដឹងភ្លាមថាអូអានេះឯងគឺជាច្បាប់នៃការស្រូបទាញកំពុងតែធ្វើដំណើរការបាទដំណើរការនៅក្នុងខ្លួនផងយើងអ្នកកាន់តែមានអារម្មណ៍សប្បាយនោះលោកអ្នកកាន់តែទទួលបាននូវភាពរីករាយបានលោកអ្នកអារម្មណ៍មិនល្អនោះលោកអ្នកកាន់តែអាប់អួរអ្វីដែលលោកអ្នកកំពុងធ្វើគឺលោកអ្នកកំពុងតែធ្វើតាមរយៈប្រធានបទផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃយោងតាមបទពិសោធន៍បាទយើងមើលណាយើងឆ្លងថាហេតុអីបានជាច្បាប់នៃការស្រូបទាញវាហាក់បីដូចជាពិបាកយល់ម្លេះបុរសម្នាក់តែគាត់ចងកង់គាត់ណាបាទដូចជាមិនចងទេដូចជាចាក់សោកង់ហេតុអីបានជាវាបែរជាថាបុរសម្នាក់ហ្នឹងខុសទៅវិញបាទនៅក្នុងវីដេអូដូចជាអញ្ចឹងនៅកន្លែងហ្នឹងគេចង់បញ្ជាក់ថាចេះបើសិនជាអារម្មណ៍នៃការចង់ការពារបាទឧទាហរណ៍ថាយើងស្រឡាញ់កង់យើងណាយើងស្រឡាញ់កង់យើងណាអញ្ចឹងយើងការពារវាគឺជាអារម្មណ៍មួយយ៉ាងនៃក្តីស្រឡាញ់ផងយើងអញ្ចឹងកង់មួយហ្នឹងនឹងមិនបាត់ទេប៉ុន្តែវាខុសត្រង់ថានៅពេលដែលយើងចាក់សោយើងបែរជាគិតថាអូនៅកន្លែងនេះមានចោលច្រើនឬក៏នៅពេលដែលយើងចាក់សោភ្លាមយើងគិតថាដឹងតែបាត់ហើយចាក់នៅហ្នឹងដឹងតែបាត់ហើយបាទអារម្មណ៍ប្រភេទបែបហ្នឹងបាទខ្ញុំក៏ពិបាកនៅក្នុងការប្រាប់ដែរតែអារម្មណ៍បែបហ្នឹងគឺបងប្អូនទាំងអស់គ្នាតែមានហើយនៅពេលដែលយើងដើរមកវិញទើបយើងបាត់កង់ហ្នឹងមែនទើបយើងដឹងថាមែនបាទថាមែនថាបាត់មែននេះគឺមានតែបងប្អូនទាំងអស់គ្នាដែលធ្លាប់ឆ្លងកាត់អារម្មណ៍បែបហ្នឹងទេទើបអាចយល់នៅអ្វីដែលខ្ញុំកំពុងតែនិយាយនៅក្នុងគណៈពេលនេះគឺនៅក្នុងវីដេអូក៏ចង់ប្រាប់ថាអញ្ចឹងបើសិនជាលោកអ្នកគិតគឺវាជួយសម្រួលដល់លោកអ្នកបានច្រើនតាក់ទងទៅនឹងបទពិសោធន៍អនាគតហើយលោកអ្នកអាចប្រាប់តាមរយៈអារម្មណ៍របស់ខ្លួនបើសិនជាអ្វីរំកិលមកដល់លោកអ្នកដល់គោលដៅរបស់លោកអ្នកនឹងសប្បាយចិត្តបាទអញ្ចឹងបរិះម្នាក់ហ្នឹងគាត់មកដល់កន្លែងកង់ផនគាត់ភ្លាមបាទមកដល់វិញគាត់ថាបាត់មែនមានន័យថាគាត់បានផ្ដល់អារម្មណ៍អវិជ្ជមានរលកហ្វ្រេកង់នៃអវិជ្ជមានតាំងពីគាត់ចាក់សោកង់នឹងម្លេះមិនថាលោកអ្នកមានអារម្មណ៍បែបណានោះទេវានឹងឆ្លុះបញ្ចាំងមកវិញយ៉ាងល្អឥតខ្ចោះនៅក្នុងដំណើរការប្រែក្លាយនេះលោកអ្នកនឹងទទួលបាទអញ្ចឹងគឺខ្ញុំសូមស្រេះតែប៉ុណ្ណេះសិនចុះហើយយើងនឹងជួបគ្នាបាននៅវគ្គបន្តទៀតបាទសូមអរគុណ